សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងសិក្សាបន្តទៀតទាក់ទងទៅនឹងការ set នៅ storage limit នៅលើ quota ហើយវានៅលើ share folder អញ្ចឹងតើ this quota ហ្នឹងគឺជាអីគេតោះយើងទៅដឹងទាំងអស់គ្នាអញ្ចឹង this quota ហ្នឹងចង់មានន័យថា server មួយគឺអាចកំណត់នៅ space សម្រាប់ user មួយក្នុងការប្រើប្រាស់នៅ computer client ផ្សេងៗឬក៏អាចគ្រប់គ្រងការ block នៅអ្វីដែល user ហ្នឹងមិនគួរអាចធ្វើឬក៏មានដូចជា image មាន video មានអីផ្សេង.exe ជាដើមអូខេការងារដែលយើងត្រូវធ្វើថ្ងៃហ្នឹងមានដូចជាការ install នៅ file server resource manager ទី2ការ limit directory ចំនួន100 MB ទី3ការ limit user ហើយនិងទី4គឺការអត់ឲ្យមាន image មាន video មាន sound ឡាក់ហ្នឹងអត់ឲ្យនេះទេគឺយើង block media ហ្នឹងចោលតែម្ដងអូខេឥឡូវយើងឈានចូលទៅកាន់ការធ្វើតែម្ដងទៅយើងចូលទៅកាន់ VMware របស់យើងមកអូខេអញ្ចឹងយើងធ្វើការវាយ password របស់យើងចូលមកអូខេអញ្ចឹង computer server របស់យើងគឺត្រូវបានដំណើរការហើយយើងធ្វើការដកគ្រីសវាចេញមកមុននឹងយើងធ្វើការនៅលើ server របស់យើងគឺយើងត្រូវការបង្កើតនៅ folder មួយសិនយើងចូល local DC មកបន្តមកទៀតយើង create new folder កន្លែងនេះគឺខ្ញុំដាក់ឈ្មោះថា share data អញ្ចឹងយើងត្រូវបង្កើតមួយទៀតសម្រាប់ user យើងចូល new ដដែលមកយក folder ហើយយើងដាក់ពាក្យថា share user អូខេបន្ទាប់ពីយើងបានបង្កើតរួចរាល់ហើយយើងធ្វើការចូលទៅកាន់ server manager របស់យើងវិញយើងចូលទៅពាក្យថា add role and feature ចុច next ទៀតមក next អញ្ចឹងយើងស្វែងរកពាក្យថា file and storage service ហើយជ្រើសរើសពាក្យថា file server resource manager next ទៀតមក next ហើយចុច installអូខេអញ្ចឹងកន្លែងនេះយើងអាច close វាបានយើងបិទវាសិនទៅបន្តមកទៀតយើងចូលទៅកាន់ពាក្យថា tools រកពាក្យថា file server បន្តមកទៀតយើងទៅមើល quota management យើងយក quota template មកហើយកន្លែងនេះគឺរបស់ដែលគេមានស្រាប់ហើយអញ្ចឹងយើងធ្វើការបង្កើតថ្មីយើងចូលទៅកាន់ quota ហើយ create quota មកហើយយើងជ្រើសរើសនៅ location ដែលយើងបានបង្កើតមិញហ្នឹងគឺ folder យើងយក share data មុនមកអូខេអញ្ចឹងកន្លែងខាងលើនេះគេដាក់ថា create quota on path ចឹងន័យថាកន្លែងហ្នឹងគឺសម្រាប់បង្កើតដើម្បីទុកនៅ data សម្រាប់ខាងក្រោមនេះវិញគឺទុកសម្រាប់ user ចឹងយើងចុច create មកអូខេអញ្ចឹងយើងហើយ data មួយហើយយើងទៅបង្កើតមួយទៀតសម្រាប់ user យើងទៅរកដាក់ location ឲ្យបានត្រឹមត្រូវមកយកឋាន share user ចុច OK តមកទៀតជ្រើសអាខាងក្រោមនោះសម្រាប់ user ចុច create អូខេអញ្ចឹងបន្តមកទៀតអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺការ set នឹងការ block នៅពពួករូបភាពពពួកវីដេអូ .exe ផ្សេងដែលយើងចង់ block វាចោលហ្នឹងដើម្បីកុំឲ្យ user គាត់ប្រើប្រាស់ទៅវាពេញ space ពេញអីចឹងណាយើងចូលទៅកាន់ file group
យើងបង្កើត file group មួយមកហើយយើងដាក់ឈ្មោះថា blog media តមកទៀតកន្លែងនេះគឺគេចង់មានន័យថាកន្លែង find to include ហ្នឹងន័យថាអ្វីដែលយើងចង់ដាក់ចូលហ្នឹងមានអីគេខ្លះសម្រាប់ដើម្បីយើង block វាចោលហ្នឹងអញ្ចឹងបើយើងចង់បានអីយើងដាក់វាមកហើយបើសិនជាយើងដែលគិតថាអាផ្សេងទៀតដែលចង់អត់ចង់ឲ្យដាក់ទេគឺវាអាច copy ទុកតែម្ដងអញ្ចឹងអាផ្សេងទៀតហ្នឹងដែលយើងអត់ block ហ្នឹងគឺវាធ្វើការ copy ទុកប្រើអញ្ចឹងនេះកន្លែងនេះគឺគេដាក់ example ឲ្យយើងមើលដែរតែខ្ញុំដាក់ kai.jpg អញ្ចឹងអាហ្នឹងសម្រាប់រូបភាពដាក់អីផ្សេងមកមួយទៀតមកឧទាហរណ៍ mp4 អញ្ចឹងទៅហ្នឹងយើងអត់ឲ្យមានវីដេអូទេដាក់ mp3 អញ្ចឹងមកមួយទៀតមកចឹងកន្លែងហ្នឹងយើងដាច់ខាតយើងកុំភ្លេចឲ្យសោះរវាងផ្កាយឬក៏ dot អីហ្នឹងគឺយើងចាំបាច់ត្រូវតែដាក់បើសិនជាអត់ដាក់ទេក៏វាអត់ឲ្យដែរចឹងយើងដាក់ .exe មួយទៀតមក add វាចូលមកចឹងអាកន្លែងខាងក្រោម include ហ្នឹង exclude ហ្នឹងគឺយើងអត់ចាំបាច់ដាក់ក៏បានដែរសល់ប៉ុន្មានគឺវាប្រើប៉ុណ្ណឹងអូខេចឹងមិញដែលយើងបានបង្កើតមិញហ្នឹងឈ្មោះថា blog media ហ្នឹងគឺបានរួចរាល់ហើយចឹងយើងចូលទៅកាន់ file stream មកយើងចុច create file stream ហើយយើងទៅ select path យើងអាហ្នឹងសម្រាប់ user ចុច OK ហើយយើងចុចពាក្យខាងក្រោមនេះមកហើយយើង custom វាហើយយើងស្វែងរកពាក្យថា blog media ដែលយើងបានបង្កើតមិញហ្នឹងចុចលើវាមកឲ្យចេញគ្រីសតមកទៀតចុច OK ហើយយើងចុច create មកចឹងកន្លែងនេះគឺវាទាមទារឲ្យយើងដាក់ឈ្មោះ template ផងដាក់មកខ្ញុំដាក់ថា blog media ដូចគ្នាអញ្ចឹងយើងអាចដាក់ឈ្មោះដូចគ្នាបានថែម .e ថែម e ពីក្រោយមួយទៀតមកអូខេអញ្ចឹងចាយើងមានតែប៉ុណ្្នឹងឯងគឺរួចរាល់ហើយចាសូមអរគុណ